លោកគ្រូបង្រៀនភាសាអង់គ្លេសធ្វើការនៅក្រុមហ៊ុនដែលចិត្តដួលរលំឥឡូវនេះគាត់បានក្លាយទៅជាមហាសេដ្ឋីវ័យក្មេងមកស្គាល់លោកគ្រូម្នាក់នេះទាំងអស់គ្នាគាត់មានឈ្មោះថាតុងយូហួយកើតនៅក្នុងឆ្នាំ1993ឥឡូវនេះអាយុ32ឆ្នាំហើយយូហួយជាក្មេងជនបទកើតនៅខេត្តឆានស៊ីកើតនៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រខ្លាំងមែនតើអត់អាចមានសមត្ថភាពបញ្ជូនកូនទៅរៀនឲ្យបានគ្រប់គ្នាទេពេលយូហួយទៅរៀនក៏គ្មានលុយទិញកាតាបថ្មីផងពេលរៀនភាសាអង់គ្លេសនៅសាលាតែងតែត្រូវសិស្សផ្សេងប៊ូលីដោយសារតែគ្នាជាក្មេងជនបទចឹងពេលបញ្ចេញសំនៀងម្ដងគឺអត់ថៅអាយុហួយអត់បោះបង់ទេនៅតែខំរៀនពេលចេញលេងមិត្តភ័ក្តិទៅដើរលេងអីឡងពេញនឹងអស់ហើយតែយូហួយសង្ងំនៅតែក្នុងថ្នាក់ដើម្បីរៀនភាសាអង់គ្លេសនៅក្នុងឆ្នាំ2015ក៏រៀនចប់ហើយក៏ពូកែខាងភាសាអង់គ្លេសនឹងដែរបានចូលធ្វើការជាលោកគ្រូបង្រៀនភាសាអង់គ្លេសនៅ New Oriental កន្លែងហ្នឹងស្តៀងនឹងសាលារៀនគួរអង់គ្លេសចឹងប្រហែលនឹងសាលា ACE របស់ប្រទេសយើងដែរយូហួយពូកែបង្រៀនខ្លាំងមែនតើហើយក៏ឡើងតំណែងជារឿយនៅក្នុងឆ្នាំ2019ចាប់ផ្ដើមបើកវគ្គបង្រៀនអនឡាញណាមួយសម័យហ្នឹងគឺកូវីដផងគ្រប់សាលាមិនត្រូវបង្រៀនតាមអនឡាញវិញនៅក្នុងឆ្នាំ2021សាលាដែលយូហួយធ្វើការហ្នឹងចាប់ផ្ដើមខ្សែធនតំណងការសម័យកូវីដអត់សូវមានអ្នករៀនដល់ចឹងទៅក៏ប៉ះពាល់ដល់ខាងសាលាក៏ចាប់ផ្ដើមដូរគោលការណ៍ពីបង្រៀនផ្ទាល់មកបង្រៀនតាមអនឡាញវិញហើយពេលហ្នឹងមានបុគ្គលិកច្រើនខ្លាំងមែនតើដែលលាឈប់នៅសល់លោកគ្រូប្រមាណអ្នកហើយនឹងយូហួយដែលនៅពេលចូលបង្រៀនតាមអនឡាញដំបូងសម្រាប់យូហួយគឺពិបាកខ្លាំងដោយសារមុខលោកគ្រូយូហួយអត់ស្អាតដល់ចឹងទៅអ៊ីនធឺណិតប៊ូលីពេញតែលោកគ្រូយូហួយអត់ចោះចាញ់ទេតែងតែរកវិធីសាស្ត្រថ្មីដើម្បីឲ្យអ្នកមើលចូលចិត្តអត់បង្រៀនភាសាអង់គ្លេសដោយលោកគ្រូតាមអ៊ីនធឺណិតទូទៅទេបញ្ចូលមុខវិជ្ជាណាដែលមនុស្សចូលចិត្តនោះគឺរៀនពីប្រវត្តិសាស្ត្ររបស់បុគ្គលល្បីៗមានចានហ្គីសខានអត្ថបទប្រវត្តិសាស្ត្ររបស់ចក្រភពរ៉ូពេលខ្លះក៏និយាយពីប្រវត្តិខ្លួនឯងឲ្យអ្នកមើលស្ដាប់ទៀតបែបហ្នឹងគេហៅថា creative មានគំនិតជាច្នៃប្រឌិតអ្នកមើលការឡើងជាលំដាប់ពី100នាក់ដល់រាប់ម៉ឺននាក់ពេលបង្រៀន live ហ្នឹងក៏ឆ្លៀតលក់សភៅផងដែររយៈពេល10នាទីលោកគ្រូលក់សភៅបានឡើងដល់រាប់ម៉ឺនក្បាលសម្រាប់អ្នក follow គាត់មានចំនួនរហូតដល់27លាននាក់អាចចាត់ទុកថាគាត់គឺជាបុគ្គលល្បីនៅក្នុងអ៊ីនធឺណិតក្នុងឆ្នាំ2024បានលាឈប់ពីសាលាបង្រៀនចាស់ណាស់តែក៏នៅតែបន្តអាជីពបង្រៀនតាមអនឡាញនឹងដែររយៈពេលសាងកេរ្តិ៍ឈ្មោះរបស់គាត់ពីឆ្នាំ2021ដល់ឆ្នាំ2025ធ្វើឲ្យគាត់រកចំណូលបានច្រើនមានទ្រព្យសម្បត្តិរហូតដល់74លានដុល្លារអាហ្នឹងឥទ្ធិពលនៃការឡាយលក់អីវ៉ាន់នៅក្នុងប្រទេសចិនតែល្បីហើយកែប្រែវាសនាមនុស្សគឺលឿនខ្លាំងមែនតើចាអ្នកទាំងអស់គ្នាវិញបន្ទាប់ពីមើលហើយកត់ទៅសារលោកគ្រូម្នាក់នេះអត់កុំភ្លេចខមមិននៅខាងខ